បាទពុកម៉ែបងប្អូនឥឡូវនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូននេះយើងនៅខាងក្រៅនៅខាងក្រៅអញ្ចឹងឥឡូវនេះយើងឡើងមកជាន់ទី1ចង់ដឹងថាជាន់ទី1នេះមានអីទៀតប្លែកអញ្ចឹងសូមតាមដានទាំងអស់គ្នាបាទពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបាទចូលមក Oh my god បាទពុកម៉ែបងប្អូនធំមែនតែនបាទយុរ៉ុបធំណាស់ណាពុកម៉ែបងប្អូនមិនធម្មតាទេបាទពុកម៉ែបងប្អូនបាទ museum គេណែហើយស្អាតណាស់ហើយអានេះ free យើងចូល free ណាពុកម៉ែបងប្អូនបាទមិនមែនធម្មតាហ្នឹងហើយស្អាតណាស់ពុកម៉ែបងប្អូនអើយបាទអញ្ចឹងយើងមានពេលវេលារៀងខ្លីហងអញ្ចឹងយើងថតជូនពុកម៉ែបងប្អូនឲ្យបានមើលឲ្យបានដឹងបាទហ្នឹងហើយហ្នឹងពុកម៉ែបងប្អូនឃើញហ្នឹងហើយហើយនៅក្នុងនេះហ្នឹងហើយដូចជានៅក្នុងនេះមានស្អីណាមានស្អីមានបជាវណាមានបជាវមានអីនិយាយទៅអានេះបជាវនេះសរៀលពុកម៉ែបងប្អូនមិនមែនខ្លែងខ្លាយទេណាមិនមែនខ្លែងខ្លាយទេសត្វតាមអ្វីទាំងអស់នៅក្នុងនេះសរៀលទាំងអស់ហ្នឹងហើយគាត់អាហាររបស់វាងាប់ពុកម៉ែបងប្អូនបាទហ្នឹងហើយអញ្ចឹងមិនមែនធម្មតាទេហ្នឹងហើយយើងមើលអានេះឥឡូវនេះយើងមកមើលនឹងនេះម្ដងនេះពុកម៉ែបងប្អូនបាទឃើញទេអានេះត្រីនេះក៏រៀលដែរពុកម៉ែបងប្អូនបាទត្រីណាពុកម៉ែបងប្អូនឃើញទេណាមិនមែនធម្មតាត្រីនេះរៀលទាំងអស់ក៏ប៉ុន្តែគេយកមកដាក់តាំងអញ្ចឹងដើម្បីឲ្យឃើញថារបស់នៅក្នុងmuseum នេះពិតប្រាកដតែម្ដងបាទពុកម៉ែបងប្អូនមិនអាចប្រកែកបានហ្នឹងហើយហើយអ្វីក៏ដោយដូចខ្ញុំនិយាយចឹងអានេះគឺសិតថាជាប៉ិតដូចអានេះយុរ៉ុបនេះក៏របស់ប៉ិតដែរពុកម៉ែបងប្អូនបាទរបស់ប៉ិតហ្មងណាក៏ប៉ុន្តែគេយកមកតាំងឲ្យយើងមើលចឹងហ្នឹងហើយជាវត្ថុបុរាណគ្រឿងឆ្អឹងស្អីផាសវាប៉ិតក៏ប៉ុន្តែគេយកមកពាក់កៅអៅឲ្យវាពុកម៉ែបងប្អូនយើងអញ្ចឹងមិនមែនលេងសើចទេហ្នឹងអានេះយើងនិយាយឲ្យឃើញទៅគឺសិតតែរបស់ប៉ិតទាំងអស់ហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនមើលហ្នឹងហើយហើយនៅខាងលើហ្នឹងឃើញមាននេះមានឡាយgầnប៉ុណ្ណានៅនេះទៀតបងប្អូនឃើញអញ្ចឹងមិនមែនកន្លែង museum គេនេះបាទស្អីក៏មានដែរគឺមានច្រើនណាស់ហ្នឹងហើយអញ្ចឹងយើងថតអីយើងត្រូវតែថតឲ្យវាបានទៀងទាត់ឲ្យបានលឿនបន្តិចខ្លាចវាអត់មានពេលហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនបាទយើងមើលទាំងអស់គ្នាទៅហ្នឹងហើយឃើញហ្នឹងហើយមិនងាយបានមកមើលទេអា museum ចេះពុកម៉ែបងប្អូនឃើញនេះអានេះដូចខ្ញុំនិយាយប្រាប់ពុកម៉ែបងប្អូនចឹងសិតតែជារបស់ពិតទាំងអស់បាទមិនមែនខ្លាយទេបាទសិតតែជារបស់ពិតតាមប្រន់អាហាររបស់ហ្នឹងគឺវាងាប់អស់ហើយហ្នឹងហើយមិនដឹងរាប់ពាន់ឆ្នាំរាប់រយឆ្នាំមកអីក៏ប៉ុន្តែគឺគេយកមកដាក់តាំងអញ្ចឹងឲ្យយើងមើលណាពុកម៉ែបងប្អូនឃើញណាសិតជារបស់ពិតទាំងអស់មិនមែនជារបស់ខ្លាយហ្នឹងហើយពុកម៉ែបងប្អូនឃើញបាទកុំរំលោមពុកម៉ែបងប្អូនបាទឃើញអណ្ដើកណាឃើញអានេះជាសត្វអណ្ដើកហ្នឹងហើយមាសថាគេហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនឃើញហ្នឹងហើយអត់ក៏ហើយពុកម៉ែបងប្អូនអើយនៅទីនេះបាទណាសិលរបស់ពិតតែម្ដងមើលហ្នឹងហើយពុកម៉ែបងប្អូនឃើញហ្នឹងហើយស្អាតណាស់ល្អមែនតែនហ្នឹងហើយកន្លែងនេះគឺខ្ញុំមកដើរឲ្យបានលឿនតិចដើម្បីឲ្យវីដេអូកុំឲ្យវាវែងពេកកាលណាវែងពេកគឺយើងពិបាកកាត់តហ្នឹងហើយអញ្ចឹងកន្លែងណាបាទខ្ញុំអត្ថាធិប្បាយទៅមានការខ្វះខាតហើយសូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសផងបាទឥឡូវនេះពុកម៉ែបងប្អូនឃើញហើយមើលណាគឺមនុស្សច្រើនមែនតែនហើយនេះបងប្អូននៅពីមុខខ្ញុំឃើញសិតតែអានឹងទាំងអស់ហ្នឹងហើយគេប៉ាកែយកដាក់តាំងណាពុកម៉ែបងប្អូនមិនមែននេះទេនេះអានេះសត្វអេមីញូពុកម៉ែបងប្អូនឃើញនៅពីមុខខ្ញុំហ្នឹងហើយសត្វអេមីហ្នឹងហើយមានកូនវាណា
ពុកបងប្អូនឃើញនៅទីនេះស្អីគឺវាមានទាំងអស់ហ្នឹងហើយហើយនេះសត្វតំណាងនៃប្រទេសអូស្ត្រាលី Kangaroo ពុកបងប្អូនឃើញបាន Kangaroo ហ្នឹងហើយមានពស់មាន snake នៅទីនេះអូថាពុកម៉ែបងប្អូនអើយហ្នឹងហើយណាអានេះសត្វអីក៏មាននៅទីនេះណាមានគ្រប់ទាំងអស់បាទហ្នឹងហើយយើងមកមើលហើយអានេះតងោកមួយដ៏ធំស្អាតតែម្ដងបាទពុកម៉ែបងប្អូនបាទហ្នឹងហើយនេះឃើញអានេះខ្ញុំថតឲ្យបានចេញលឿនតិចជូនពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនមកមើលត្រីនេះត្រីគេនេះពុកម៉ែបងប្អូនហើយអានេះកូន Kangaroo ពុកម៉ែបងណាកូនឃើញហើយឥឡូវនេះយើងមកមើលបន្តទៅទៀតពុកម៉ែបងប្អូនអើយស្អាតណាស់និយាយថាស្អាតគឺស្អាតហ្មងហ្នឹងហើយអត់ sorry ណាពុកបងប្អូនឃើញទេណាអានេះក៏ស្អាតដែរនេះណានៅពីខ្ញុំនេះសិតតែអានេះនេះវាស្អាតណាស់ហ្នឹងហើយនិយាយខ្ញុំនិយាយទេអានេះគឺសិតតែជារបស់រៀលទាំងអស់ពុកបងប្អូនរៀលទាំងអស់មិនមែនរបស់ខ្លាយទេគឺរៀលទាំងអស់តែម្ដងបាទពុកបងប្អូនហ្នឹងហើយខ្ញុំបាទក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនបាទឲ្យមើលទាំងអស់គ្នាហ្នឹងហើយឃើញហ្នឹងហើយនេះធំមែនតើបាទហើយមានក្រើនកន្លែងបាទមិនមែនតិចកន្លែងក្រើនមែនតើណាពុកម៉ែបងប្អូនបាទឃើញហើយនេះនៅខាងលើដៃណាសូពុកម៉ែបងប្អូនយើងបាទនេះធំណាស់ហ្នឹងហើយពុកម៉ែបងប្អូនវីដេអូខ្ញុំក៏មកដល់វគ្គបញ្ចប់ដែរហ្នឹងហើយតែអានេះវគ្គបញ្ចប់ទៅតែជាន់ទី2ទេបាទនៅជាន់បដាទៅទៀតអញ្ចឹងចាំមើលនៅជាន់ផ្សេងជាមួយនឹងខ្ញុំទៀតបាទអូខេបាយ